ទឹកជ្រក់អ៊ូស្រាគេដាក់ចម្ងាយ5 គីឡូម៉ែត្រទៀតអញ្ចឹងតិចទៀតយើងទៅដល់ហើយនៅពេលទៅដល់ខ្ញុំនឹងថតរូបជូនអ្នកនរគ្នាមើលម្ដងទៀតណាឥឡូវនេះមើលផ្លូវគេសិននេះផ្លូវគេវែងអន្លាយតែម្ដងហើយអ្នកនរគ្នាពីនេះទៅចុះនេះទៅចុះចោតខ្លាំងដែរខ្ញុំមកហ៊ានដាក់កាមេរ៉ាដោយសារអីវាចោតពេកហ៎ទៅពេលយើងទៅខ្ញុំបានទៅថតឲ្យអ្នកនរគ្នាមើលទៅហើយទៀតខ្ញុំនឹងចុះទៅតាមនឹងឯងហើយយើងទៅលេងទឹកជ្រោះប៊ូស្រាហ្នឹងនេះយើងមកដល់ទឹកធ្លាក់ប៊ូស្រាអានេះតាមផ្លូវខ្ញុំចុះមកពីនេះទេណាកន្លែងចតម៉ូតូហើយនេះផ្លូវចូលគេនៅខាងមុខខ្ញុំបែរកាមេរ៉ាសិនណានេះផ្លូវចូលគេនេះច្រើនណាគេធ្វើថ្មីច្រើនការលើកទី1ខ្ញុំមកអត់មែនចេះហេហើយលើកទី1មកមានអីសោះគឺដីសុទ្ធឥឡូវនេះគេមានកន្លែងទទួលភ្ញៀវអីណានៃសំណុំសំនួនរបស់គេមិនលេងសើចទេណាទីបំផុតយើងបានមកដល់ហើយទឹកធ្លាក់រមណីយដ្ឋានឧទ្យានធម្មជាតិប៊ូស្រាអេកូផាร์คបញ្ចូលលក់សម្បត្តិចូលទស្សនានេះកន្លែងនេះសម្បត្តិកន្លែងនេះយើងថតរូបមកប៉ោះនៅកន្លែងនេះសិនសួរតែម្នាក់តែអូនចាបីឈប់ចាំតិចថតរូបនេះសិនខេបានសម្បត្តិហើយយើងចូលទៅទស្សនាជ្រោះប៊ូស្រាអត់បានយកកាអាវមកអ្នកនរគ្នាកុំអីថ្លាមួយទឹកយើងធ្វើដំណើរចូលទៅហើយតែគេសុំឆែកសម្បត្តិសិននេះសម្បត្តិរបស់យើងម្នាក់3ប៉ុងគេតែស្អាតជម្រាបសួរចាអរគុណច្រើនអរគុណច្រើនហេឥឡូវនេះយើងមកដល់ហើយផ្លូវចូលទៅឥឡូវនេះយើងទៅរកអីហូបសិនភាសាឃ្លានបាយមកពីភ្នំណាំលាវិញឃ្លានមែនទេនៅនេះអូដូចតែមុនដែរគេមានកាហ្វេមានអីដែរតាកាហ្វេមណ្ឌលគិរីចូលមកតាមស្ទែនលើផ្ដោមតិយោបល់គេមានស្រាមណ្ឌលគិរីទៀតចាំមកវិញយើងឆែកប្រយ័ត្នមេឃឈើធ្លាក់ពេលខ្យល់ខ្លាំងហេខាងនេះគេមានសូវនីកបោបបាទអត់មានអាម៉ូតកន្តាអូអាជំនឿទៀតណាមកឈុតប៉ុន្មាន10000មកវិញសោះអត់ទេឥឡូវនេះយើងដើរទៅក្រោមទៀតហើយដើម្បីទៅរកកន្លែងញ៉ាំអីរកកន្លែងបានសាហេវ20000 រៀលអីគេចេះលោកអ្នកត្រូវបានតាមដានគ្រប់ពេលវេលាផាកពិន័យ$5រាល់សកម្មភាពទាំងអស់ត្រូវបានត្រួតពិនិត្យហាមចោលសម្រាប់ដេកផ្ដាស់យ៉ាអូអ្នកគ្នានៅនេះគេមានកន្លែងសូនេះបងប្រុសគាត់ធ្វើកាត់លេងភ្លេងឲ្យហើយយើងជួយឧបត្ថម្ភគាត់ទៅកាត់លេងភ្លេងឲ្យហើយនេះគឺជាវាស្តៀងនឹងវិចិត្រសាលដែរដែលគេបង្ហាញ
គេមានទឹកធ្លាក់អាហារដ្ឋាននិងភេសជ្ជៈអូភូមិវប្បធម៌ជនជាតិចុង100អូខេឥឡូវយើងទៅរកអាហារដ្ឋានសិនដោយសារឃ្លានជាទម្ងន់គេមានស្លាកគេអានេះនិមិត្តសញ្ញាតែខាងណាទៅខាងណាអញ្ចឹងណាកន្លែងថតរូបឥឡូវនេះខ្ញុំទៅរកកន្លែងញ៉ាំអីសិននេះអើយឃ្លានខ្លាំងណាស់មួយសង្ហាក់ខ្ញុំមកមកសារមនៅទៅមិញហ្នឹងអត់មកតថ្ងៃលើកចេះហើយឈើទៅតែឯងដើរមួយហើយឥឡូវយើងមើលសិនគេមានលក់ផ្លែឈើគាត់ខំខំបើអីអូនអីយតិចបើអីមកបាក់បាក់លេងមកបើមាននំត្រេនឡៃឡំនេះចាត្រេនអត់មានឡៃឡំទេចាអូណាតែទៅឡៃមកថំបើគ្នានេះឈុតខ្ញុំរើសឲ្យក្មួយខ្ញុំស្អាតណានេះសុំស្អាតអានេះឈុតអានេះមានពណ៌ខៀវហានេះពណ៌ក្រហមនេះសុំមើលសុំលាតដាក់ចូលកាមេរ៉ាវិញវិញជួយកាន់ចាហេនេះមានពណ៌ខៀវមួយក្រហមមួយខ្ញុំទិញឲ្យក្មួយខ្ញុំក្មួយស្រី2នាក់កុំឲ្យចំណែកនេះនៅនេះក្អៅស្អាតស្អាតហ្នឹងស្អាតទៅធូរថ្លៃទេបានម្នាក់មកថងវិញហើយតែមកដល់បានម្នាក់មកថងសុំនេះមានអីអ្នកគ្នាយើងមកនេះយើងជួយ support សហគមន៍អញ្ចឹងណាដោយសារនៅទីនេះភាគច្រើនគឺគាត់បំបានខ្លួនឯងគាត់ដេរខ្លួនឯងអញ្ចឹងមានខោអាវមានកបោបមានកៅអៅមានកៅអៅក្មេងអូនៅនេះស្អាតស្អាតណាសិតតែកៅកូនក្មេងហើយនឹងកបោបជនជាតិខ្ញុំមើលកបោផងទៀតឥឡូវនេះយើងដើរទៅទឹកជ្រោះហើយអ្នកទាំងអស់គ្នានៅខាងក្រោមគឺជាទឹកធ្លាក់ហើយគេថាបើយើងចង់កំងមហូបនៅក្រោមគេមានបន្ទួលកំងគេយើងកំងហើយបានគេដឹកយកទៅឲ្យយើងនៅទីក្រោមចឹងកន្លែងនេះកន្លែងសម្រាប់មួយដែរចឹងណាហើយនេះគឺផ្លូវចុះទៅទឹកធ្លាក់ឥឡូវយើងដើរចុះទៅទឹកធ្លាក់សិនទៅនៅនេះសម្បូរចាប៉ីបុរាណកន្លែងនេះមួយទៀតនេះ
chụp quân thì nhanh nhỉ nông tự ba này rồi mình giật cặp cùng là chiên nông chân trúc cái này nhanh nhá nó nông đi cái tiêu cắt hay này mới bố ấy hơi thôi miền lại chơi chụp pu đi nè mình mua hàng chụp pu mà đang kém còn tình mình mua miền kêu nam sra nam của bay lang toมีคนใช้ที่ประเภทเรียนสบนะสบจานนี้เป็นคนละขมนขมมอู้ในสบตักขมมแม่นั่นหลายหน้าก็มีลูกใดขมนขมมตักขมมต้องแค่ละคู่ได้เป็นคู่อันนี้ก็กลางคือชุมเตียนคู่นั้นจะเตะลากอะไรไม่ไก่คือสากอดผมสบายเลยนั่นนี่คือปราพิพิธาดักเนตปราพิพิธาห้องนั่งปราพิพิธาเป็นจิตติดทองบอลยี่ที่พิธาไม้ไว้คือกอดวิบันบักห้องมันเป็นบักเยือนพิธาไม้เยือนเป็นจิตไม้กระดานอยู่จังนั้นบักหิบมีกระมองตีบังคับยังมาตักทะลุเบื้องซ้ายสาระเนี่ยอักเลยตะกะใส่จานมาเนี่ยแต่ไรนี่ยังปลอบมาทำประมาณชั่วโมงเดียวว่าเมื่อคันนี้เป็นfinally หมดแล้วเลยเป็นกลุ่มอินทราเนี่ยอันนี้เลยนี่យើងត្រឡប់ទៅវិញហើយទៅក្នុងឧស្សាហ៍បាយបាយដល់ទៅកំពុងទៅតែទៅគឺស្រស់ស្អាតមែនទេអ្នកនរគ្នាពេលមកដល់ទឹកជ្រោះមានអារម្មណ៍ស្រស់ស្រាយតាមដែលនេះត្រជាក់ខ្លាំងមែនទេហើយទៅជំនាញគ្នាទៅក្នុងភ្នំកាលែននៅខេត្តសៀមរាបដែរចា៎ណាហើយថ្ងៃនេះថ្ងៃសៅរ៍វាជាទីតរមរេចកាន់មែនទេជាវក្មេងចាស់ប្រុសស្រីគឺមកទាំងអស់ហើយទឹកmình chấp tậpនៅច្រើនព្រោះហើយអ្នកអត់មានព្រោះអីថាវាចូលដល់ខែ6វាចិត្តចូលរដូវវស្សាតែទឹកមកប៉ុណ្ណឹងគឺអូខេអាចលេងបានអត់ទៅមានទឹកលេងបានអ្នកមានការវាស្ងួតខ្លាំងថាខែប្រាំងស្ងួតខ្លាំងប៉ុន្តែឆ្នាំនេះគឺនៅមានទឹកច្រើនអញ្ចឹងបញ្ជាក់ថានៅលើភ្នំគឺអាចស្តុកទឹកបានច្រើនឥឡូវនេះខ្ញុំត្រឡប់ទៅវិញហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯង